ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទទួលបានរបាយការណ៍អំពីជំរើសយោធានិងប្រតិបត្តិការសម្ងាត់ប្រឆាំងនឹងអ៊ីរ៉ាំងមន្ត្រីពីររូបនៃក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រាប់បណ្ដាញព័ត៌មាន CBS News ដែលជាដៃគូរបស់ BBC ប្រចាំសហរដ្ឋអាមេរិកថាប្រធានាធិបតី Donald Trump ត្រូវបានគេធ្វើបទបង្ហាញអំពីជំរើសយោធានិងឧបករណ៍ប្រតិបត្តិការសម្ងាត់ជាច្រើនដើម្បីប្រើប្រាស់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ប្រភពដដែលបានបន្តថាការវាយប្រហារដោយមីស៊ីលចម្ងាយឆ្ងាយនៅតែជាជំរឿមួយសម្រាប់ការធ្វើអន្តរាគមន៍សក្តានុពលរបស់សហរដ្ឋអាមេរិកប៉ុន្តែមន្ត្រីមន្ទីរបញ្ជាការអបានដាក់ជូននៅជំរឿប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិតនិងយុទ្ធនាការផ្លូវចិត្តផងដែរកាលពីថ្ងៃច័ន្ទលោក Trump បានប្រកាសដាក់ពន្ធ 25% លើទំនិញពីបណ្ដាប្រទេសដែលមានទំនាក់ទំនងជានិកម្មជាមួយអ៊ីរ៉ង់ខណៈដែលក្រមសិទ្ធិមនុស្សបានរាយការណ៍ថាមានបាតកោជាង600នាក់ហើយត្រូវបានសម្លាប់ក្នុងរយៈពេល3សប្តាហ៍នៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដោយឡែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថាទីក្រុងតេហរ៉ង់បើកចរចាជាមួយទីក្រុងវ៉ាស៊ីនតោនប៉ុន្តែខ្លួននៅតែបន្តត្រៀមខ្លួនសម្រាប់សង្គ្រាមប្រភពនានាបានឲ្យដឹងថាក្រុមការងារសន្តិសុខរបស់លោក Trump ត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំមួយនៅសេតវិមាននៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីជំរឿននានាចំពោះប្រទេសអ៊ីរ៉ង់ប៉ុន្តែវានៅមិនទាន់ច្បាស់នៅឡើយថាតើលោកប្រធានាធិបតីផ្ទាល់នឹងចូលរួមក្នុងកិច្ចប្រជុំនោះដែរឬយ៉ាងណាមុននេះបន្តិចលោកប្រធានាធិបតីអាមេរិកបានមានប្រសាសន៍ថាយោធារបស់លោកកំពុងពិចារណាលើជំរើសដ៏ខ្លាំងក្លាដើម្បីធ្វើអន្តរាគមន៍ប្រសិនបើមានក្រុមអ្នកតវ៉ាបន្ថែមទៀតត្រូវបានសម្លាប់លោក Trump បានលើកឡើងថាមេដឹកនាំអ៊ីរ៉ង់បានទូរស័ព្ទមកលោកដើម្បីចរចាប៉ុន្តែលោកបានបន្ថែមថាសហរដ្ឋអាមេរិកប្រហែលជាត្រូវចាត់វិធានមុនពេលមានជំនួបណាមួយកើតឡើងភាពមិនស្វិតចិត្តជុំវិញការដួលរលំនៃរូបិយប័ណ្ណអ៊ីរ៉ង់និងការគ្រប់គ្រងសេដ្ឋកិច្ចមិនល្អបានរីករាលដាលទៅជាវិបត្តិភាពស្លប់ចាបែបសម្រាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតុលឡាអាលីខាមីនេមានការភ័យខ្លាចគ្របដណ្ដប់លឿនិស្សិតឥណ្ឌានៅបង់ក្លាដេសចំពេលកំពុងមានចលាចលស្ថានភាពដ៏លំបាករបស់និស្សិតឥណ្ឌាដែលកំពុងសិក្សានៅប្រទេសបង់ក្លាដេសដែលពួកគេហាក់អារម្មណ៍ភ័យខ្លាចនឹងភាពឯកោដែលនិស្សិតឥណ្ឌាជាច្រើនដែលភាគច្រើនជានិស្សិតពេទ្យបានពណ៌នាពីស្ថានភាពបច្ចុប្បន្នថាជាសុបិនអាក្រក់ពួកគេមានការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនដោយសារតែរលកនៃអារម្មណ៍ប្រឆាំងឥណ្ឌាកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសបង់ក្លាដេសដោយការរស់នៅរបបប្រកបដោយការប្រុងប្រយ័ត្នមាននិស្សិតខ្លះបានប្រាប់ថាពួកគេត្រូវបង្ខំចិត្តសំងំនៅក្នុងបន្ទប់ស្នាក់នៅចាប់ពីម៉ោង 8 យប់ហើយត្រូវប្រយ័ត្នប្រយែងរាល់ពេលមានញាក់គោះទ្វារអ្នកខ្លះព្យាយាមលាក់អត្តសញ្ញាណរបស់ខ្លួនឬមិនហ៊ាននិយាយជាសាធារណៈព្រោះខ្លាចគេចំណាំសម្លេងបានថាជាជនជាតិឥណ្ឌាភាពតានតឹងនេះបានកើនឡើងបន្ទាប់ពីមានការធ្វើឃាតមេដឹកនាំនិស្សិតបង់ក្លាដេសលោក Sharif Osman Hadi កាលពីខែធ្នូឆ្នាំ2015ដែលបង្កឲ្យមានពាក្យចចាមអារ៉ាមនិងការចោទប្រកាន់ថាមានការពាក់ព័ន្ធជាមួយប្រទេសឥណ្ឌាមាននិស្សិតឥណ្ឌាប្រមាណជាង 9,000 នាក់កំពុងជាប់គាំងនិងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតនៃការសិក្សារបស់ពួកគេខណៈដែលស្ថានទូតឥណ្ឌាប្រចាំទីក្រុងដាកាបានណែនាំឲ្យពួកគេមានការប្រុងប្រយ័ត្នខ្ពស់និងកាត់បន្ថយការធ្វើដំណើរចេញក្រៅបរិវេណសាលាសមាគមនិស្សិតពេទ្យឥណ្ឌា IMSA បានសរសេរសម្បត្តិទៅកាន់នាយករដ្ឋមន្ត្រី Narendra Modi ដើម្បីសូមឲ្យមានការជួយសង្គ្រោះឬវិធានការជាបន្ទាន់សម្រាប់និស្សិតដែលកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នេះកងទ័ពស៊ីរីបញ្ជូនកងកម្លាំងទៅកាន់តំបន់ជនបទនៃទីក្រុងអាឡេប៉ូដើម្បីទប់ស្កាត់ការប៉ុនប៉ងប្រមូលផ្ដុំកម្លាំងឡើងវិញរបស់ក្រុម SDFកងទ័ពស៊ីរីបានបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ជនបទនៃទីក្រុងអាឡេប៉ូក្នុងគោលបំណងរារាំងរាល់ការប៉ុនប៉ងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ក្នុងការប្រមូលផ្ដុំកម្លាំងឬរៀបចំជួរឡើងវិញបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានាពេលថ្មីនេះសម្រាប់ព័ត៌មានលម្អិតសំខាន់មានដូចជាការដកថយរបស់ក្រុម SDF ដែលសកម្មភាពយោធានេះកើតឡើងបន្ទាប់ពីកងកម្លាំង SDF បានយល់ព្រមដកខ្លួនចេញពីសង្កាត់សំខាន់ក្នុងទីក្រុងអាឡេប៉ូដូចជាសង្កាត់ Sheikh Maqsood និង Ashrafia កាលពីចុងសប្តាហ៍មុន
ក្នុងថ្ងៃទី10ទី11ខែមករាបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវអស់រយៈពេលជាច្រើនថ្ងៃការបង្កើនការប្រុងប្រយ័ត្នបន្ទាប់ពីបញ្ជាការដ្ឋានប្រតិបត្តិការរបស់កងទ័ពស៊ីរីបានប្រកាសអាសន្នខ្ពស់និងបានពង្រឹងខ្សែត្រៀមជួរមុខនៅតំបន់ជនបទភាគខាងកើតនៃទីក្រុងអាឡេប៉ូជាពិសេសនៅតំបន់ Deir Hafer បន្ទាប់ពីប្រព័ន្ធ drone មើលឃើញពីចលនារបស់ក្រុមប្រដាប់អាវុធនិងគ្រឿងយុទ្ធោបករណ៍ធ្ងន់ៗរបស់ SDF នៅក្នុងតំបន់នោះរីឯគោលបំណងរបស់ដាម៉ាចង់ឲ្យរដ្ឋាភិបាលស៊ីរីថ្មីក្រោយរបបអាសាដកំពុងព្យាយាមពង្រឹងអំណាចរដ្ឋាភិបាលនិងសន្តិសុខឲ្យបានពេញលេញលើទីក្រុងអាឡេប៉ូនិងតំបន់ជុំវិញដើម្បីធានាថាគ្មានការវាយបកណាមួយពីសំណាក់ក្រុម SDF ដែលកំពុងទាមទារស្វ័យភាពឡើយចំណែកផលប៉ះពាល់មនុស្សធម៌នៃការប៉ះទង្គិចគ្នានៅដើមខែមករានេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់23នាក់ស្លាប់និងបណ្ដាលឲ្យប្រជាជនប្រមាណ140នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងចិនដាក់សម្ពាធលើបណ្ដាប្រទេសនៅអឺរ៉ុបកុំឲ្យទទួលស្វាគមន៍អ្នកនយោបាយតៃវ៉ាន់បើមិនចាំងឈានជើងកាត់បន្ទាត់ក្រហមរដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្កើនយុទ្ធនាការទូតយ៉ាងខ្លាំងក្លាដើម្បីរារាំងអ្នកនយោបាយជាន់ខ្ពស់របស់តៃវ៉ាន់មិនឲ្យធ្វើដំណើរទៅកាន់បណ្ដាប្រទេសក្នុងសហភាពអឺរ៉ុបការព្រមានអំពីបន្ទាត់ក្រហមក្រសួងការបរទេសចិនបានផ្ញើសារព្រមានចំទៅកាន់រដ្ឋធានីនានានៅអឺរ៉ុបថាការអនុញ្ញាតឲ្យមន្ត្រីតៃវ៉ាន់ចូលជួបឬធ្វើទស្សនកិច្ចផ្លូវការគឺជាការរំលោភលើគោលនយោបាយចិនតែមួយនិងជាការឈានជើងកាត់បន្ទាត់ក្រហមដែលមិនអាចអត់អន់ឲ្យបានរីឯគោលដៅនៃការសម្ពាធនេះបានកើតឡើងចំពេលមានសេចក្តីរាយការណ៍មកថាមន្ត្រីជាន់ខ្ពស់តៃវ៉ាន់រួមទាំងប្រធានាធិបតីដែលទើបចាប់ឆ្នោតឬមន្ត្រីការបរទេសក្រុងនឹងធ្វើទស្សនកិច្ចនៅបណ្ដាប្រទេសមួយចំនួនដូចជាបែលហ្សិកទីក្រុងព្រីសែលសាធារណរដ្ឋឆេកនិងលីទុយអានដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខចិនបានគម្រាមថានឹងមានវិធានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរដែលអាចរួមមានការកាត់បន្ថយទំនាក់ទំនងការទូតការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឬការរឹតបន្តឹងពាណិជ្ជកម្មលើប្រទេសណាដែលមិនព្រមធ្វើតាមការទាមទាររបស់ខ្លួនចំណែកឯជំហររបស់អឺរ៉ុបវិញសម្រាប់បណ្ដាប្រទេសអឺរ៉ុបមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពពិបាកចិត្តម្ខាងពួកគេចង់រក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនប៉ុន្តែម្ខាងទៀតពួកគេចង់បង្ហាញការគាំទ្រដោយតៃវ៉ាន់ដែលជាដៃគូប្រជាធិបតេយ្យជាពិសេសក្នុងវិស័យបច្ចេកវិទ្យា